video này dân nên từ vài giờ đó này ông pi rồi biết nó hơn cả filter data nó không Excel thật ta làm bây apply filter nó không Excel dân thử chập đam bị tên nào tới hơi dân thử cho mình ok chẳng nếu cái chia tảng càng nghe mũi đài cho bạn sắp xa rồi mà hỏi nơi video muốn lời bật sân thì nhóm chọn apply filter là lựa tảng càng nghe mũi nè nhóm thử mấy tập 4 của nhóm màu select cái lạp tí này tảng càng nghĩa để nhóm chọn apply filter bắt đầu máu châu máu data type hỏi vô biệt thả filter chọn lưu máu chẳng chua đi nơi khang lừa ní viênនឹងចេញសញ្ញាព្រួញទូចៗvậyណាដែលនេះវាបញ្ជាក់ថា filter បាន apply ហើយអូខេអញ្ចឹងនៅពេលដែលយើងចុចលើវាមកយើងនឹងឃើញវា load ជាសញ្ញា text vậy អញ្ចឹងនៅកន្លែងសញ្ញា text នេះយើងអាចដក text ទាំងអស់ហើយយើង select item ណាមួយដែលយើងចង់ទៅមើលវាណាចុចលើវាមកវានឹង filter ឲ្យitem ណាដែលអត់តាក់ទងអត់បាន select គឺវាអត់ filter ឲ្យទេអូខេហើយយើងក៏អាច filter នៅ tab ផ្សេងទៀតបានដូចនេះដូចជាកន្លែងនេះខ្ញុំចង់បានតែប៉ុន្មាន256ខ្ញុំអត់ select អាណាអត់តាក់ទងទេខ្ញុំ select តែមួយនឹងមើលបានហើយចុចអូខេចង់បានឆ្ងាយជាងនេះទៀតអូខេទៅមក tab ទៀតអូខេមួយទៀតបើសិនជាខ្ញុំចង់ដក filter នៅលើ tab ណាមួយបាន tab ណាមួយខ្ញុំអាច select លើ tab ហ្នឹងទៅហើយយកកន្លែងនេះ clear filter from ណា from គេ storage tab ជា tab ដែលយើងបាន select ហ្នឹងចុចមកវានឹងចេញឲ្យណាហើយបើយើងចង់ clear filter ហ្នឹងម្ដងទាំងអស់អាកន្លែងនេះណាចុចលើវាមកវានឹង filter ឲ្យដល់ហើយក្នុងលក្ខខណ្ឌដែលយើងមាន data ច្រើន item ច្រើនយើងក៏អាចវាយឈ្មោះ item ហ្នឹងចូលនៅកន្លែងរូបកែវយិតនេះណាខ្ញុំឧទាហរណ៍ខ្ញុំចង់ filter យកតែ Vivo ទេអញ្ចឹងវានឹង load ចេញអាហ្នឹងឲ្យតែមួយទេអូខេមកឥឡូវខ្ញុំចង់បង្ហាញមួយទៀតដែរតាក់ទងជាមួយនឹងការ copy data ឬក៏ការ replace នៅ data ចូលនៅក្នុងកន្លែងដែលយើងបាន filter ខ្ញុំឧទាហរណ៍ឡើងនេះមួយណាអញ្ចឹងវាមាន Apple មាន Vivo ឧបមាថាខ្ញុំចង់ replace អ្វីដែលខ្ញុំ filter ហ្នឹងទៅលេខ100ទាំងអស់ណាទៅលេខ100ទាំងអស់ខ្ញុំដាក់សុំវាទៅខ្ញុំចាក់ពណ៌ឲ្យវាខុសប្លែកដើម្បីឲ្យអ្នកនរងាយនឹងឃើញអញ្ចឹងបើខ្ញុំ copy ហើយខ្ញុំយកមកផាស direct ចេះណាតើនឹងមានអ្វីកើតឡើងអូខេខ្ញុំទៅ clear filter ហ្នឹងវិញអញ្ចឹង data 100ទាំងអស់ហ្នឹងគឺវានឹងចូលទៅតាមផ្នែកមួយណាគ្រប់យ៉ាងគឺអូខេប៉ុន្តែអូខេខ្ញុំ control C មកវិញបើសិនជាខ្ញុំ copy ហើយខ្ញុំយក option pass ជាតម្លៃលេខចេះហើយខ្ញុំ clear filter នឹងវិញវានឹងអត់ចូលអញ្ចឹងទេគឺវានឹងចូលមួយជួរដែលវាកាត់តាំងប្រមាណវានឹងមកទាំងអូខេអញ្ចឹងអាហ្នឹងអ្នកនឹង make sure មួយណាខ្ញុំថយទៅវិញចុះបើសិនជាខ្ញុំអត់ចង់ដូរ format នៅខាងក្នុងនេះហើយខ្ញុំចង់បានតម្លៃលេខឲ្យវាចូលធម្មតាតែខ្ញុំធ្វើម៉េចគឺខ្ញុំទៅ copy តែមួយទេហើយដាក់កន្លែងនេះមួយណាយើងដាក់ធម្មតាមួយមកយើងអស់អញ្ចឹងអូខេអស់អញ្ចឹងនៅពេលដែលយើងចេញមកវិញតម្លៃលេខហ្នឹងគឺវាចូលទៅតាមខ្ទង់មួយដូចដែលយើងចង់បានអូខេមួយទៀតតកតងមួយនឹងការ copy data ចេញណាការ copy data ចេញខ្ញុំទៅកន្លែងនេះវិញ
យើងអាច copy data ចេញដោយយកពាក្យថា copy ហើយទៅដាក់នៅកន្លែងផ្សេងយើងដាក់អញ្ចេះក៏បានឬក៏យើងដាក់នៅកន្លែងនេះក៏បានអត់បញ្ហាដូចគ្នាអូខេអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នាយល់ជួបអ្នកនរគ្នានៅវីដេអូក្រោយ